Ồ phải. អូយបងប្អូនទាំងអស់គ្នាអើយច្រើនណាស់នេះគឺជាទីកន្លែងចិញ្ចឹមកពើដ៏ធំជាងគេនៅក្នុងខេត្តសៀមរាបដែលមានកពើរាប់ពាន់រាប់ម៉ឺនក្បាលអូយយយបងប្អូនទាំងអស់គ្នាមកវាផ្អើលផ្អើលម្ដងឡើងចង់ញ័រជើងអ្នកមើលហើយនេះឯងបងប្អូនរបៀបគេភ្ញាស់កូនកពើធម្មតាកពើពេលពងគឺគេចិញ្ចឹមគេអត់ឲ្យមេវានៅក្រាបពងទេខ្លាច់បែកពងអញ្ចឹងគឺគេយកពងហ្នឹងមកកប់ដីភ្ញាស់វាដែលប្រើកម្ដៅប្រើអីតាមបច្ចេកទេសគេបងប្អូនទាំងអស់គ្នាឥឡូវយើងមកកាយពងកពើគេថាកពើថ្ងៃនេះដល់ថ្ងៃញ័រហើយអញ្ចឹងខ្ញុំចង់ឃើញខ្ញុំក៏សុំគេកាយមើលខ្លួនឯងថាតើវាញ័រមានសភាពម៉េចក្នុងនេះគឺមានពងកពើបងប្អូនខ្ញុំមិនដែលឃើញទេនេះគឺជាលើកទី1ដែលខ្ញុំតស៊ូមកអុយមានកពើញ័រហើយបងប្អូននេះកពើហើយយើងលាក់វាចឹងលោកពូអូនេះមានពងកពើហើយមានកូនញ័រហើយបងប្អូនអុយនេះអូយទៅលាក់បាត់នេះថាមកចាប់វាដាក់វិញលោកពូចាប់អូប្រឡាក់ដីអស់កូនកូនកពើមិនបានទេបងប្អូនញាស់ថ្មីតែមានថ្មិញអាចខាំយើងឈាមហើយអញ្ចឹងពេលចាប់កូនកពើគឺត្រូវប្រយ័ត្នប្រយែងថប់ខាងក្រោមពងតាមពិតញាស់ច្រើនណាស់នេះនៅប្រកបខ្លួនណាហើយតែមកយើងយកវាទៅលាងទឹកឯលោកពូអញ្ចឹងតោះវានៅហាមមកទៅក្រុងណាហ្នឹងហាមមកចង់មកហាមបាប់អូនេះអ្នកនរគ្នាបើសិនជាយើងលូកចំមាត់គឺវាខាំណាទោះបីវាទៅកើតបានមិញក៏ដោយអូយទៅចាប់ចឹងនេះមកសបកជាងបានកូនប៉ុណ្ណេះនេះកូនកពើទៅកើតបានមួយថ្ងៃឯនេះមុខគេអូគេចេះស្រែកជីបតាអូយនេះទីរក់កពើបងប្អូនអូយអាទុយអញ្ចឹងគេឲ្យស៊ីកពឹសហេខ្ញុំទៅមិនដឹងទេនេះកូនកពើវាស៊ីសាច់អត់តាន់ដាច់អញ្ចឹងទៅម្ចាស់កសិដ្ឋានទិញកពឹសឲ្យវាស៊ីអញ្ចឹងចំណាយច្រើនដែរហ្នឹងបងប្អូនអាទុយទៅមិនកាត់ស៊ីកពឹសអាធំស៊ីសាច់កពើធំលោកពូម្ចាស់កសិដ្ឋានថាកន្លះខែដាក់ចំណីឲ្យវាស៊ីម្ដងតែវាស៊ីច្រើនដែរបើគិតពីចំណីកពើហ្នឹងមួយខែគឺអស់ខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារដែរដោយសារតែគាត់ចិញ្ចឹមកពើច្រើនណាបងប្អូនហើយនេះគឺកន្លែងចិញ្ចឹមកពើរបស់គាត់ហើយពេលដែលយើងឡើងមកដល់ឃើញថាមានទ្រុងច្រើនមែនទែនហើយកពើច្រើនក៏ប៉ុន្តែមកពេលថ្ងៃត្រង់ក្តៅហែងអញ្ចឹងកពើវាចូលក្នុងទឹកអស់តែតែលឺចាស់និយាយថាកពើអត់មានដាតទេពេលដែលយើងមកពិនិត្យផ្ទៀងផ្ទាល់ចេះបើនឹងថាអត់មានដាតមែនហើយនេះអាកូនកពើនេះរាប់ម៉ឺនក្បាលបងប្អូនអូយច្រើនណាស់កាលពីមុនកពើគឺបានថ្លៃមែនទែនគេយកស្បែកវាទៅធ្វើជាកាបូប brand ឬមួយក៏ខ្សែក្រវ៉ាត់អីចឹងទៅតែមករយៈពេលចុងក្រោយនេះឮថាធ្លាក់ថ្លៃហើយកពើនេះមានអាយុកាលយូរឆ្នាំមែនទែនទេបងប្អូនអាយុបងនាងខ្ញុំទៅទៀតដោយសារតែលោកពូគាត់ថាគាត់ចិញ្ចឹមដំបូងតាំងតែពីឆ្នាំ90ជាងហើយគាត់ដាក់តាកពើ10ក្បាលអីទេដើមទុនដំបូងមានកពើ10ក្បាលតែឥឡូវមានឯណាគឺកពើរាប់ពាន់រាប់ម៉ឺនក្បាលនៅក្នុងកសិដ្ឋានហើយមិនមែនចិញ្ចឹមតែមួយកន្លែងហ្នឹងទេមានច្រើនកន្លែងទៀតនៅក្នុងខេត្តសៀមរាបចុះកាលពីលោកពូចិញ្ចឹមដំបូងកពើប៉ុន្មានក្បាលដែរដូចជា10ទេគាត់អូកាលទៅចិញ្ចឹមដំបូងមានតែ10ឯងចាឥឡូវកពើនៅក្នុងកសិដ្ឋានលោកពូសរុបមានប៉ុន្មានដែរលោកពូធំ 4-5,000 បាទទូច10000ហើយអូ4-5,000ក្បាលអាធំនេះធំនេះចាអាហ្នឹងយើងត្រូវឲ្យចំណីអីវាមិនទៅលោកពូកន្លះខែម្ដងកន្លះខែចាទូចមកទឹកអូអាទូចវាស៊ីលឿនជាងចាចឹងអូអញ្ចឹងយើងធូរដែរកន្លះខែអូយអូយអ្នកសម្ភារមកសម្ភារនៅកន្លែងចំកពើសម្ភារបដារៀងភ័យភ័យបដាយើងដាក់ចំណីអីឲ្យលោកពូត្រីទីតាផ្សាឬមួយក៏ឆ្អឹងមាន់ត្រីដោចាត្រីទីតាផ្សាឆ្អឹងមាន់កដោនិយាយទៅវាស៊ីតែសាច់ដែរដាក់បន្លែដែរអីអត់ស៊ីទេវាឲ្យតែញាស់ចេញមកកូនឲ្យតែតម្រូវការគេប៉ុណ្ណាក៏លក់ចេញបានឲ្យតែយើងត្រូវថ្លៃគ្នាណាជួនកាលគេញ៉ាំសាច់អូគេញ៉ាំសាច់ដែរតែគេចឹងគេត្រូវការធ្វើស្បែកយូរស្បែកណាទៅធ្វើកាបូបធ្វើខ្សែក្បាត់ស្បែកជើងឲ្យតាមតម្រូវការទីផ្សាររបស់គេចង់បានរស់លក់រស់ទៅគេចង់បានស្បែកសាច់តាមតម្រូវទីផ្សារទៅយើងចំណាយចំណីឲ្យវាមួយខែហើយជាអស់ប្រហែលដែរច្រើននិយាយអត់ចេញមួយក្បាលនេះវាអាចស៊ីចំណីប្រហែលគីឡូដែរតែមួយក្បាល3គីឡូទៅ5គីឡូអាធំអូអញ្ចឹងមិនថាកន្លះខែវាស៊ី3គីឡូទៅ5គីឡូតែមួយក្បាលទេអញ្ចឹងយើងគុណខ្លួនឯងត្រួសហើយទ្រាំតែបាន10ក្បាល1000ក្បាល10000ក្បាលតាមនឹងអូយច្រើនណាស់កពើរាប់ពាន់ក្បាលនៅសៀមរាបបើមកអត់បានឃើញទេអត់មានដឹងអាលីងបងប្អូនទាំងអស់គ្នាអើយច្រើនខ្លាំងមែនតើពេលយើងដើរប្រយ័ត្នប្រយែងហើយនិយាយពីយើងដើរមកគេផ្អើលគេមិនយើងផ្អើលខ្លាចវាខ្លាចយើងវាផ្អើលចូលទឹកអស់នេះ
ចាបងប្អូនចាំកពើកាន់តែច្រើនដើមទុនក៏កាន់តែច្រើនដែរព្រោះត្រូវដាក់ចំណីឲ្យវាស៊ីរាល់ថ្ងៃអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជម្រាបលាបងប្អូនទាំងអស់គ្នា